តសួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងមកហាត់ក្បាលពោះជាមួយខ្ញុំបាទឥឡូវខ្ញុំមកហាត់ក្បាលពោះកន្លែងចឹងយ៉ាងនេះចឹងយើងអាចធ្វើតាមខ្ញុំបានយើងមើលទម្រង់ដែលខ្ញុំដេកកាច់ខ្ញុំយកជើងម្ខាងពាក់លើក្នុងជើងឲ្យទប់ខ្លួនហើយយើងយកដៃដាក់លើក្បាលយើងទាញវាឡើងមកបាទចឹងយើងធ្វើបែបហ្នឹងទាំងសងខាងទៅម្ខាង10ទៅ15ដងទៅ20ដងតាមកម្លាំងយើងទៅហើយយើងធ្វើវា3មក4ជុំមកបាទអាហ្នឹងយើងក្បាច់ទី1បាច់ទី2យើងយកចំហៀងនេះបាទយកចំហៀងអញ្ចឹងហើយយើងយកកែងដៃទល់នឹងកម្រាលមកហើយយើងបោះជើងឡើងលើយកកែងដៃមកនឹងកំភ្លើបាទបាច់នេះយើងធ្វើច្រើនតិចមក20ទៅ30ដងអីទៅម្ដងព្រោះថ្មីយើងធ្វើវាតិចតិចទៅ10ទៅ15ដងទៅហើយធ្វើវា3 4ជុំដូចគ្នាមកអញ្ចឹងក្បាច់នេះគឺវាអស់ចកេះចំហៀងរបស់យើងបាទក្បាច់ទាំងអស់ហ្នឹងគឺជាសិតតែក្បាច់មានប្រសិទ្ធភាពក្នុងការហាត់ប្រាណហើយអញ្ចឹងអាចព្យាយាមធ្វើនៅផ្ទះបានអ្នកគ្នាយើងធ្វើវាមួយមកកុំបខំយើងអាចរៀនធ្វើវាបន្តិចម្ដងតែយូរទៅយើងអាចស្ទាត់ធ្វើបានដូចខ្ញុំហើយអញ្ចឹងយើងអាចព្យាយាមធ្វើនៅផ្ទះបាទហើយនេះគឺយកក្បាលពោះក្រោមបាទក្បាលពោះខាងក្រោមនេះគឺយើងយកកែងដៃច្រត់ហើយជើងខាងទៀតយើងយកកហើយយើងលើកខ្លួននេះយើងឲ្យផុតហើយយើងបោះជើងយើងមកលើបាទអញ្ចឹងគឺយើងអាចព្យាយាមធ្វើនៅផ្ទះបានក្បាច់នេះយើងធ្វើម្ដងពី10ទៅ15ទៅបើយើងថ្មីយើងធ្វើវាពី7 8មក10អីចឹងទៅបាទអញ្ចឹងក្បាច់អស់ហ្នឹងគឺសិតតែជួយដុតខ្លាញ់ក្បាលពោះយើងបានល្អហើយបាទអញ្ចឹងយើងធ្វើទាំងសងខាងមកហើយក្បាច់នេះយើងធ្វើវា3ជុំដូចគ្នាមកយើងធ្វើវា3ទៅ4ជុំណាបាទអញ្ចឹងយើងអាចព្យាយាមធ្វើនៅផ្ទះបានចុងក្រោយគឺយើងយកក្បាលពោះទាំងមូលបាទអញ្ចឹងយើងយកកម្រាលមកកល់មកហើយយើងចក្រងខ្លួនឡើងលើហើយយើងតម្លាក់ខ្លួនមកក្រោមដូចយើងធ្វើនេះឯងបាទហើយយើងប្រឹងក្បាលពោះយើងឲ្យខ្លាំងហើយយើងអាចធ្វើវាមួយមកយើងរៀនធ្វើមកបាទដូចខ្ញុំធ្វើអញ្ចឹងគឺវាចូលពេញក្បាលពោះយើងទាំងអស់ម្ដងអញ្ចឹងយើងអាចធ្វើវា10ទៅ15ដងតាមកម្លាំងយើងទៅ3 4ជុំដូចគ្នាមកអរគុណច្រើនអ្នកគ្នា